សិក្សាអំពី set option set option គឺជាការកំណត់ឲ្យបង្ហាញនិងអាច print ដូចជាបន្ទាត់គិតនិងក្បាលនៃ cell ចាអញ្ចឹងយើងមើលការប្រើប្រាស់អញ្ចឹងពេលដែលយើងចុចក្នុង print preview នេះយើងមើលរបស់យើងអត់មានបាទបន្ទាត់គិតទេគឺជាបន្ទាត់ដែលយើងដាក់អញ្ចឹងយើងចុច back វិញមកពេលដែលយើងស្រេចលើ all ចេះពេលដែលយើងចុចលើ home រួចចុចលើនេះ no border អញ្ចឹងពេលហ្នឹងបន្ទាត់ក្រិតយើងក៏អត់មានដែរតោះអញ្ចឹងយើងមើលក្នុង page layout រួចយើងមើលក្នុងនេះ print បន្ទាត់ក្រិតយើងคลิกកន្លែងហ្នឹងមកបន្តមកទៀតយើងចុច print preview មកពេលហ្នឹងពេល print មកមានបន្ទាត់ក្រិតអុចហើយអញ្ចឹងយើងអាចបាទ print វាធំទៅដើម្បីមើលបាទនេះអញ្ចឹងពេលហ្នឹងមានបន្ទាត់អុចហើយអញ្ចឹងហ្នឹងហើយជាបន្ទាត់ក្រិតហ្នឹងវា print មកជាប់ទាំងបន្ទាត់ក្រិតហ្នឹងអញ្ចឹង view មានតែបង្ហាញអញ្ចឹងយើងដោះទៅឃើញវាអត់បង្ហាញនៅលើនេះទេអត់មានបន្តទេពេល click លើ view ហ្នឹងបានបង្ហាញបន្តក្រិតវិញពេល click លើ print ហ្នឹងទៅបាន print ដោយបន្តក្រិតហ្នឹងតោះអញ្ចឹងយើងមើលតទៀតនេះក្នុង heading view បង្ហាញក្បាល ABC print គឺបោះពុំបាទមានក្បាល ABC បាទអញ្ចឹងយើងមើលពេល view នេះមាន ABC ហើយដោះ view នឹងចេញអត់មាន ABC លើនោះទេហើយនឹងលេខ1លេខ2នេះអត់មានទេតោះអញ្ចឹងបើយើងចុច view មកវាចេញបាទ row and column heading ហ្នឹងអញ្ចឹងបើយើង click លើ print នេះមកបានន័យថា print ចេញទៅពេលយើងចុច print preview មកវាចេញនឹង ABC ឲ្យយើងទៀតបាទអញ្ចឹងបាទចំណុចហ្នឹងមានតែប៉ុណ្្នឹងឯងគឺមានន័យថាយើងអាចបាទ view ជាបន្ទាត់ក្រិតនិង print ជាបន្ទាត់ក្រិតហើយនឹងបាទ print view ជា heading ហើយនឹង print ជា heading អញ្ចឹងភាគច្រើនគឺគេត្រឹមតែ view ទេ